បាទជម្រាបសួរនឹងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការធ្វើជាមួយទៅនឹង job បាទ tracker ដែលខ្ញុំនឹងឲ្យវាមានជា project structure មានជាមួយនឹង Google Sheet Database មានជាមួយនឹង Google Apps Script នឹងបាទ backend API ហើយជាមួយទៅនឹងបាទ deploy ទៅលើវានឹងផ្ទាល់ហើយ front end HTML គឺវានឹងឲ្យ source code មកខ្ញុំដូចគ្នាដែរក្នុងហ្នឹងជាងខ្ញុំអត់ចង់ឲ្យ take time ទៅច្រើនខ្ញុំនឹងចូលមក desktop បាទរបស់ខ្ញុំតទៅទៀតខ្ញុំបង្កើត folder ថ្មីមួយខ្ញុំដាក់ថា job បាទ tracker អូខេអញ្ចឹងខ្ញុំចូលទៅក្នុងហ្នឹងហើយខ្ញុំចូលមកខាងលើនេះមកខ្ញុំវាយ CMD បាទហើយតទៅទៀតខ្ញុំបើកវាជាមួយនឹង VS Code ឃើញណាបាទអញ្ចឹងខ្ញុំទៅមើល structure ដែលវាឲ្យខ្ញុំបង្កើតទី1គឺតេតិនជាមួយទៅនឹងបាទtracker ហើយ index បាទ .html cs javascript ហើយនឹង readme ដូចគ្នាដែរអញ្ចឹងខ្ញុំនឹងបង្កើតវាទាំង3នេះមកចូលមកជាមួយគ្នាហើយបាទអញ្ចឹង new file អូខេបាទ index.html តបមកទៀតខ្ញុំ new file មួយទៀតខ្ញុំដាក់ថា style បាទអូខេ .cs តមកទៀតខ្ញុំបង្កើតជាមួយនឹង app បាទ .js បាទតមកទៀតគឺ readme បាទណា .md ឃើញណាបាទអញ្ចឹងខ្ញុំបានបង្កើត4 structure ដែលវាឲ្យមាននៅក្នុងនឹងដូចគ្នាហើយណាបាទអញ្ចឹងខ្ញុំតេតិនមួយទៅនឹង Google Sheet setup គឺខ្ញុំនឹងចូលទៅ setup ដូចគ្នាដែរដែលវាមានជាមួយនឹង column ID company position status CV link ហើយនឹង not ហើយនឹង date ដូចគ្នាអញ្ចឹងខ្ញុំចូលមកនៅក្នុងនេះមកខ្ញុំ search Google Sheet អូខេហើយខ្ញុំចូលលើនឹងមកបាទវាចូលមកក្នុងនេះហើយអញ្ចឹង name បាទខ្ញុំនឹងដាក់ឈ្មោះវាជាប្រភេទ job បាទ tracker អូខេហើយតមកទៀតខ្ញុំមាន ID position ដូចគ្នាអញ្ចឹងខ្ញុំអត់ចង់យូរខ្ញុំ copy វាបាទអូខេផាសចូលមួយកន្លែងនេះមួយទៀត company បាទខ្ញុំផាសចូលមួយទៀតអូខេ position អូខេហើយ status អូខេបាទតមកទៀត CV link បាទអញ្ចឹងខ្ញុំនឹងផាសចូលតមកទៀតគឺ not អូខេខ្ញុំនឹងផាសចូលតមកទៀតគឺចុងក្រោយគេ column G បាទគឺ that តមកខ្ញុំនឹង select វាបាទវានេះគឺវា auto ឲ្យយើងអញ្ចឹងខ្ញុំ select វាទាំងអស់មកចូលមកមួយគ្នាតោះនេះចុចមកស្ដាំខ្ញុំ convert to បាទ table អូខេវាមកស្អាតតមកខ្ញុំចូលទៅ setup backend សិនណាខ្ញុំ setup backend ទៅលើ backend API ទៅលើ script ហ្នឹងអញ្ចឹងខ្ញុំធ្វើវាទៅតាមលំដាប់ដោយហើយចំពោះ sheet name នេះខ្ញុំនឹង copy ឈ្មោះវាបាទខ្ញុំដូរពី sheet 1ខ្ញុំចូលមកដូចគ្នាចឹងណាឃើញណាបាទតមកទៀតខ្ញុំ copy code បាទ copy code នៅក្នុងហ្នឹងហើយអូខេនៅមើលហើយខ្ញុំចូលមក extension ចូលមក app script អូខេបាទតមកទៀតអ្នកនេះឃើញនៅក្នុងនេះបាទឃើញនៅក្នុងហ្នឹងស្លេចវាទាំងអស់អ្នកនេះផាសវាចូលមកណាចុចអូខេសិនបាទកុំតណាធ្វើអីទៀតបាទយើងទៅមើល structure វាទៀតអញ្ចឹងវាប្រាប់យើងហើយ deploy app script API អញ្ចឹងអ្នកគ្នាអាចចូលមក click បាទ to deploy script API របស់អ្នកគ្នាបាទអញ្ចឹងចូលមក app script ចូលមក deploy ហើយចូលមក new deployment បាទអូខេអ្នកគ្នា select ទៅលើនេះ select type ហ្នឹងអ្នកគ្នាយក web app តោះណាយក web app អ្នកគ្នាទៅមើលបាទគឺគេប្រាប់យើង web app execute as me access anyone អញ្ចឹងវានឹងចេញ copy link នេះមកណាបាទអញ្ចឹងឥឡូវខ្ញុំចូលមកanyone ហើយចុចមក deploy អូខេរងចាំវាបន្តិចវានឹងទាមទារឲ្យ access ជាមួយទៅនឹង email របស់យើងបាទអូខេខ្ញុំ authorize access ហើយខ្ញុំចូលមកចុះមកក្រោមអូខេអ្នកគ្នាចុច add one អ្នកគ្នា go to បាទកន្លែងនេះមកអូខេទៅបន្តិចខ្ញុំចុច continue អូខេអញ្ចឹងវាកំពុងតែ update deployment ហ្នឹងហើយខ្ញុំ copy នេះ URL ចឹងឥឡូវខ្ញុំទុកនឹងសិនបាទខ្ញុំទុកនឹងសិនខ្ញុំអត់ធ្វើអីវាញញ៉ៃទៀតទេបាទអត់ធ្វើវាញញ៉ៃទៀតទេអញ្ចឹងខ្ញុំទុកវានៅហ្នឹងហើយខ្ញុំ copy វាស្គាល់បាទ copy វាស្គាល់អញ្ចឹងអ្នកនរគ្នាអាចមើលបានទៅលើហ្នឹងខ្ញុំ copy ចូលមក tab មួយនេះបាទ
ទុកវាចោលណាបាទតមកទៀតfront end HTML copy code ចូលមក VS Code ម្ដងខ្ញុំផាសបញ្ចូល Control S ហៅចុចមកស្ដាំចូលមក open with live server អញ្ចឹងនេះវាឃើញជាមួយទៅនឹង UI នឹងបែបហ្នឹងអីបាទឃើញទេណាតមកខ្ញុំអស់ចូលមកក្រោមខ្ញុំ copy ជាមួយនឹង CSS ម្ដងអញ្ចឹង Control S អញ្ចឹងឥឡូវខ្ញុំចូលទៅមើលអូខេវាចេញមកហើយបាទវាចេញមកហើយណាបាទអូខេតមកទៀតត្រូវធ្វើមកទៀតបាទណាអញ្ចឹងខ្ញុំអស់ចូលមកក្រោមទៀតខ្ញុំ add ជាមួយទៅនឹងនេះបាទ add script ហ្នឹងណាបាទ add script ហ្នឹងចូលមកនេះផាសចូលអញ្ចឹងខ្ញុំ Control S បន្ទាប់ពី Control S ហើយខ្ញុំចូលទៅមើល job tracker ហ្នឹងខ្ញុំ company បាទខ្ញុំដាក់សុភ័ណ្ឌហើយ position ICT teacher បាទ interview CV link បាទ code បាទ server CV បាទ bla 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 អូខេ not អូខេបាទnew បាទ job អូខេអូខេអញ្ចឹងខ្ញុំចុច add job pod job add តែវាអត់ដឹងទៅណាទិន្នន័យនេះឃើញវាអត់មានទេណាអត់ឃើញមានទេអញ្ចឹងអត់ឃើញមានទេឥឡូវយើងត្រូវធ្វើម៉េចបាទមានចាំទេខ្ញុំ copy ជាមួយទៅនឹង web hook របស់វាមកមួយនេះបាទ copy នឹងពើមកចូលមកនេះអញ្ចឹងចូលមកហ្នឹងនេះគឺប្រាប់យើងហើយ script URL here អញ្ចឹងអ្នកគ្នា select វាចូលក្នុងហ្នឹងមកនៅក្នុង JavaScript ហ្នឹងណាបាទក្នុង JavaScript ហ្នឹងអ្នកគ្នាផាសវាប៉ាច់ផាសវាឲ្យ control S មកហើយបាទ control S មកមួយទៀតមកអានេះ job application tracker អញ្ចឹងខ្ញុំចូលមកណាបាទ web app របស់យើងនេះវិញណា app របស់យើងវិញចានេះចុចដានមកហើយឈើកន្លែងហ្នឹងណាកន្លែងហ្នឹងបាទចូលមកនេះវិញបាទដាក់ company ខ្ញុំឧទាហរណ៍ code server position បាទ software បាទណាdeal ចូលមក apply បាទ CV link បាទ bla 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 not អូខេបាទ1 2 3ចឹងណា bla 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 ហើយចុច add job បាទណាចុច add job ហ្នឹងអូខេទៅមើលដើរអត់អូខេអត់ដើរសៅនៅអត់ដើរឥឡូវទៅមើលទៀតអូអានេះវាប្រាប់ពី result ដែរនេះទេអញ្ចឹងអានេះ open បាទខ្ញុំ upload ចូលហ្នឹងហើយគេឡើយខ្ញុំ run execute វាមួយសិនមើល review permission បាទខ្ញុំ run វាសិនអត់ដែរណាអ្នកនរគ្នាវាអត់ work ចូលមកទេអូខេចុចខ្វែងខ្ញុំ copy បាទ complete ទេតា job application បាទ sheet name នេះត្រូវហើយអូខេ sheet name ដូចជាអត់មានអីទៀតទេបាទឥឡូវខ្ញុំ copy បាទខ្ញុំដាក់ចេះមក add job អូខេចូលមកហើយឃើញទេបាទឥឡូវដែរបាទដោយសារខ្ញុំមិនអត់បាន run ចូលអញ្ចឹងនេះណា job tracker គឺ automate មកអញ្ចឹងហ្មងបាទដែលបង្ហាញអ្នកនរគ្នាចូលទៅក្នុងហ្នឹងឃើញទេបាទអញ្ចឹងនេះតេតិនមួយទៅនឹងបាទតេតិនមួយទៅនឹងតេតិនជាមួយនឹងកន្លែងនេះឃើញបាទកន្លែងហ្នឹងណាគេហៅថា pop up model អញ្ចឹងខ្ញុំនឹងឲ្យវា design ឲ្យខ្ញុំបាទដាក់ថាអូខេ design អូខេ pop up បាទ model បាទអញ្ចឹងឥឡូវវាកំពុងដំណើរការអូខេបាទនេះវានឹងឲ្យមកមួយទៀតបាទចូលទៅនឹងអូខេខ្ញុំនឹង copy ចូលនៅក្នុង HTML success បាទ model អូខេធ្លាក់ចុះមកខ្ញុំផាសចូលឃើញទេបាទ session model តមកទៀតខ្ញុំចូលទៅមើលCSS បាទណា pop up model វា add មកអញ្ចឹងឃើញទេ add មកអញ្ចឹងចូលមកនេះមកខ្ញុំកន្លែង selector របស់វាហ្នឹងខ្ញុំផាសវាចូលវិញណាផាសចូលតមកទៀតបាទក្នុង JavaScript បាទក្នុង JavaScript អញ្ចឹងខ្ញុំគឹបពីមកអានេះ show and close model ហ្នឹងអញ្ចឹងចូលមក JavaScript នេះខ្ញុំដាក់វានៅក្រោមចេះបាទណាវាប្រភេទ function show model ហើយនិង close model បាច់ឥឡូវយើងទៅមើលសុភ័ណ្ឌបាទ software deal reject បាទ
link ចាំមកបាទឥឡូវខ្ញុំដាក់YouTube បាទ .com ជាឧទាហរណ៍ណាអូខេ not បាទfile អញ្ចឹងទៅបាទអូខេចុច add ចោលបាច់អញ្ចឹងដល់មើលវាដើរតនាការអូខេដើរតែវាដើរនេះតែក្នុងនេះវាអត់បាន design មកឲ្យយើងទេអញ្ចឹងឥឡូវខ្ញុំទៅមើលទៀតខ្ញុំ control F 1ខ្ញុំ control S ឡើង1អូខេមួយអានេះខ្ញុំ control S អីចុះឥឡូវខ្ញុំទៅមើលមួយទៀតបាទអូខេវានៅ load មកចឹងដែរ JavaScript action ចុះឥឡូវខ្ញុំដាក់ឲ្យវានេះមកឃើញវាបង្ហាញជាងចឹងឥឡូវខ្ញុំដាក់ថា give me full code again ឃើញបាទ give me full code again ចឹងវានឹងឲ្យ full code មកយើងឲ្យបន្ទាប់ទាំងអស់ហ្នឹងវិញឥឡូវខ្ញុំ copy HTML ចូលមកបាទផាសចូលអូខេឃើញនេះបាទវានៅដែររក្សានៅដែរអញ្ចឹង CS ខ្ញុំចូលមកនេះមក select ទាំងអស់ខ្ញុំផាសបញ្ចូលអូខេតមកទៀតខ្ញុំចូលទៅមើល JavaScript បាទណា JavaScript បាទទៅលើហ្នឹងអូខេខ្ញុំចូលមក VS Code ចូលមក JavaScript ខ្ញុំផាសបញ្ចូលណាបាទចឹងនេះវាកំពុងតែ loading ដំណើរការឥឡូវខ្ញុំបិទវាចោលចូលនេះវិញចូលមក HTML ចុចមកស្ដាំ Open with Live Server អូខេបាទអានេះវាជា job នេះជា sample មកអញ្ចឹងទេបាទអញ្ចឹងបន្តមកខ្ញុំចូលទៅមើលនៅក្នុងនេះទៀតណាចូលមើលក្នុងនេះទៀតអញ្ចឹងនេះវា load ជាមួយនឹងបាទ backend script មកយើងខ្ញុំចូលមក app នេះវិញបាទខ្ញុំផាសវាចូលខ្ញុំចុច run វាមួយណាឲ្យវា execute មើលថាតើវា complete បាទ complete អញ្ចឹងនៅក្នុងនេះខ្ញុំនឹងលុបវាចោលវិញបាទអូខេបាទតមកខ្ញុំចូលមក deploy new deployment បាទខ្ញុំចូលយក anyone ហើយខ្ញុំ deploy again អញ្ចឹងវានឹង update បាទអញ្ចឹង copy ចុចដានមកចូលមក VS Code អ្នកនេះចូលមកជាមួយទៅនឹង JavaScript របស់យើងនេះយើង web hook របស់វាហ្នឹងយើងផាសវាចូលណា Control S cell វានឹងដំណើរការឥឡូវយើងចូលទៅមើលបាទ position ICT teacher interview បាទ link youtube.com បាទទៅសិនណាចុច add អូខេចប់ add ណា sell successful អញ្ចឹងចុច OK ប៉ាច់ចូលមកនេះមើលចូលមកប៉ាច់អូខេបាទចាឥឡូវនេះខ្ញុំបាន application tracker មួយឯងចូល application tracker ដែលប្រើតាមរយៈ AI ជា real world project អញ្ចឹងនៅពេលដែលអ្នកគ្នាត្រូវការ host វាអ្នកគ្នាបង្កើត Netlify អញ្ចឹងជួបគ្នានៅវីដេអូបន្ទាប់អរគុណបាយបាយ